ស្រីម្នាក់នេះចំណាស់តែបងឃីមមិនបានជាបងមិនដាស់គេនៅទីសាធារណៈបែបនេះបងប្រាប់ខ្ញុំមកណាតើនាងចំណាស់តែឆាប់និយាយមកបងបើបងប្រាប់អូនតាមត្រង់អូនខឹងបងទេតាមពិតទៅតាមការពិតវាយ៉ាងម៉េចទៅបងឃីមនេះកំប្រាប់ណាថាស្រីម្នាក់នេះគឺជាគូដណ្ដឹងរបស់បងណាឃីមហើយនាងយ៉ាងម៉េចវិញទៅនាងចាស្មីននេះគេទាត់ក្បាលនាងចោលប៉ុណ្ណឹងហើយណាមិនដឹងខ្លួនទៀតមែនទេគិតតែបច្ចុប្បន្នអាណិតនាងខ្លាំងណាស់វាគឺជាការបដិសេធបងឃីមខ្ញុំចង់ឲ្យបងផ្ដល់ការបកស្រាយមួយបកស្រាយនេះសម្ដីរបស់យើងនាងគ្មានតិចស្ដាប់ទេមែនទេឆាប់ចាក់ចេញទៅផ្ទះរបស់នាងវិញភ្លាមតែបើមិនចង់ឲ្យយើងក្តៅចិត្តតន់បងនិយាយតាមការពិតក៏បានដែរបងបានតាក់ទងជាមួយគេយូរហើយចាស្មិនគ្រួសារបងបានផ្សំគុំបងជាមួយដាលិនតាមពិតទៅបងគ្រាន់តែយកអូនមកកំដរពេលដែលបងឆ្លោះគ្នាជាមួយគេតែប៉ុណ្ណោះពួកយើងបែកគ្នាទៅណាឲ្យបងសុំទោសផងចាស្មិនបងសុំទោសចឹងមែនទេរយៈពេលជាច្រើនខែកន្លងមកនេះបងយកខ្ញុំមកកំដរអារម្មណ៍បងត្រូវទេបងចាំទុកណាបងឃីមបងនឹងមិនបានជុំមនុស្សស្រីដូចជាខ្ញុំបន្តទៀតនោះទេចាស្មិនឈប់សិនឲ្យបងសុំទោសណាបងគ្មានបំណងក្បត់អូននោះទេយ៉ាងម៉េចនឹងបងឃីមបើសិនជាបងនៅស្នាអាឡ័យវានឹងបងក៏ទៅយកវាទៅមិនចាំបាច់មកខ្វះជាមួយខ្ញុំនោះទេឆាប់ទៅយកវាឲ្យបាត់ទៅអត់ទេណាដាលិនបងមិនមានគំនិតដោយអ្វីដែលអូននិយាយនោះទេបងគ្រាន់តែសុំទោសគេក្នុងនាមជាសង្សារចាស់តែប៉ុណ្ណោះអូនកុំគិតច្រើនពេកណាពួកយើងឆាប់ទៅផ្ទះវិញទៅកុំឲ្យអូនដឹងណាថាបងនៅមានចិត្តស្ដាយស្រណងឬក៏ស្រឡាញ់ម្ចាស់ស្មីនម្នាក់នោះទៀតបើសិនជាអូនដឹងប្រកាសជាមានបញ្ហាធំជាក់ជាមិនខានឡើយវ៉ាវបងយុនេះបងលេងសម្ពោធឡានថ្មីតែម្ដងឯងបងទិញឡានថ្មីអត់មានប្រាប់ប្អូនអីមុនមិនទិញនេះកំប្រាប់ថាបងទិញយកមកសប្រៃប្អូនឲ្យសោះណាបងយុហើយឯងនិយាយអីច្រើនមែនអាឆៃអាប្អូនក្បាលខូចបើឯងនិយាយឲ្យសួរច្រើនបែបនេះតើបងគួរឆ្លើយសំណួរណាមុនទៅពធបងយុបងចង់ឆ្លើយមួយណាមុនក៏បានដែរខ្ញុំចាំស្ដាប់តែទាំងអស់ហ្នឹងមិនប្រកាន់ថាមួយណាមុនមួយណាក្រោយនោះទេអឺថ្ងៃនេះគឺជាថ្ងៃខួប anniversary 3 ឆ្នាំរបស់បងជាមួយយូអ៊ីងនោះអីហើយឯងអីក៏ឆាប់ភ្លេចម្ល៉េះហ៎អូមែនហើយបងខ្ញុំភ្លេចឲ្យឈឹងខ្ញុំស្មានតែបងចិត្តល្អទិញឡានថ្មីឲ្យខ្ញុំតាតាមពិតទិញជាកាដូឲ្យបងយូអ៊ីងសោះគិតទៅគួរអាណិតខ្លួនឯងដល់ហើយបាទណាឆៃកុំដ្រាម៉ាពេកមើលនិយាយអញ្ចឹងអូនយូអ៊ីងមកដល់ហើយនៅបងយូអ៊ីងគាត់មកចាំបងនៅក្នុងបន្ទប់ចូលកន្លះម៉ោងហើយបងឆាប់ទៅជួបគាត់ភ្លាមទៅប្រយ័ត្នអន្សាយការទៅជាខ្លាណាបងយុអឺបងទៅហើយយូរហើយមិនព្រមប្រាប់ទេឯងនេះនិយាយថាឯងមិនចូលទៅទេហីបើមិនចូលទៅទេនៅយាមឡាននៅនឹងហើយប្រយ័ត្នអាណាគេបែកថ្នាំវាមកកាច់កញ្ចក់យកទៅលក់ឡាយឡុងបាត់ទៅមនុស្សដូចអវិឆ័យខ្ញុំនេះណាបងមិនចេះបំផ្លាញសេចក្តីសុខគេនោះទេបងទៅតែម្នាក់ឯងចុះខ្ញុំនៅក្រៅក៏បានដែរឲ្យលឿនទៅបងយូអ៊ីងក៏ពោះចាំនៅក្នុងមិនបាច់ដេញទេអាឆៃបងទៅហើយអូនមកដល់យូរហើយមែនទេយូអ៊ីងបងសុំទោសណាដែលបងមកតាមការណាត់រៀងយូរបន្តិចហើយមិនអីទេណាបងអូនដឹងថាបងរវល់នឹងការងារខ្លាំងទៅបានជាយូរបែបនេះអូនប្រកាន់ថាបងនោះទីងថ្ងៃនេះជាថ្ងៃខួបគម្រប់3ឆ្នាំដែលពួកយើងបានស្រឡាញ់គ្នានៅសល់តែមួយខែទៀតទេខែក្រោយពួកយើងដល់ថ្ងៃចូលរោងការហើយបងរងចាំថ្ងៃនេះជាយូរមកហើយណាយូអ៊ីងចាអូនក៏ដូចគ្នាដែរណានេះគឺជាថ្ងៃដែលអូនតែងតែទន្ទឹងរង់ចាំរហូតមកអូនពិតជាស្រឡាញ់បងណាស់ផាយុងបើអញ្ចឹងតើអូនគិតត្រឡប់ទៅផ្ទះវិញពេលណាដែរបងបានទិញឡានថ្មីជូនអូនជាកាដូពិសេសសម្រាប់មនុស្សស្រីតែម្នាក់ដែលបងស្រឡាញ់គឺជាមនុស្សតែម្នាក់ដែលបងសម្រេចចិត្តបង្កើតគ្រួសារជាមួយអូនអរគុណបងខ្លាំងណាស់ណាយុងជាតិនេះអូនពិតជាសំណាងណាស់អូនគិតថាមានអ្វី
มันស្មើនឹងមានបងឡើយ ដូចជាយប់ដែរហើយអូនត្រូវការឲ្យបងជូនទៅផ្ទះទេ มันអីទេណាំងអូនអាចទៅខ្លួនឯងបានមិនរំខានបងនោះទេជួបគ្នាថ្ងៃស្អែកហ្នឹងបងសម្លាញ់អូនស្រឡាញ់បង ដូចគ្នាណាបងក៏ស្រឡាញ់អូនដូចគ្នាដែរហេតុអីបានជាទៅជាបែបនេះអញ្ចឹងយូអ៊ីងអូនធ្លាប់សន្យាជាមួយបងថាម៉េចខ្លះហេតុអីបានជាអូនក្បត់ពាក្យសន្យារបស់ពួកយើងបែបនេះមិនបានជាអូនឆាប់ចាក់ចោលបងយ៉ាងនេះអញ្ចឹងអូនដឹងទេពេលដែលគ្មានអូនបងរស់នៅយ៉ាងម៉េចនឹងកើតនោះអូនឆាប់ត្រឡប់មករកបងវិញមកយូអ៊ីងយើងចិត្តដល់ថ្ងៃរៀបការជាមួយគ្នាហើយហេតុអីបានជាអូនដាច់ចិត្តយ៉ាងនេះអូនឆាប់បើកភ្នែកឡើងមកបានហើយណាបងយូបងឆាប់កាត់ចិត្តទៅបងយូអ៊ីងក៏ទៅបានសុខហើយបើសិនជាបងនៅតែបែបនេះទៀតនោះព្រលឹងរបស់គាត់ប្រកាសជាមិននៅស្ងប់នោះទេត្រូវឲ្យបងប្រុសបងឈប់ពិបាកចិត្តទៅចាត់ទុកថាវាគឺជាព្រំលិខិតដែលកំណត់ឲ្យពួកបងទាំងពីរបានជួបគ្នាទៅត្រឹមពេលនេះបងត្រូវគិតឲ្យវែងឆ្ងាយណាសម្លឹងរកផ្លូវដើម្បីបន្តទៅមុខទៀតទៅពួកឯងទាំងពីរនាក់ឆាប់ចេញទៅសិនទៅពេលនេះបងចង់នៅតែពីរនាក់យូអ៊ីងបាទបងបើអញ្ចឹងពួកខ្ញុំទាំងពីរនាក់ទៅចាំបងនៅឯចំណតឡានសិនហើយណាតោះបងឆៃពួកយើងឆាប់ទៅខ្ញុំប្រាប់បងម្ដងទៀតណាមកយុបងកុំគិតអីផ្ដេសផ្ដាសឲ្យសោះយ៉ាងណាក៏បងនៅមានប្អូនមានម៉ាក់មានប៉ាដែលចាំលើកទឹកចិត្តរបស់បងដែរពួកយើងស្រឡាញ់បងយូអ៊ីងអូនឮបងនិយាយទេហេតុអីក៏អូនស្លាប់ទៅទាំងវេទនាបែបនេះអូនចាក់ចេញទៅទាំងមិនបានលាសំបីតែមួយម៉ាត់បងពិបាកទទួលយកណាស់អូនដឹងទេបងសូមស្បត់ថានឹងសងសឹកទៅវាវិញចំពោះអ្នកណាដែលធ្វើឲ្យអូនទៅជាបែបនេះបងមិនឲ្យវាបានសុខនោះទេខ្ញុំទទួលបានដំណឹងពីថ្នាក់លើមួយចំនួនហើយណាលោកមនុស្សដែលពាក់ព័ន្ធនៅក្នុងការស្លាប់របស់អ្នកនាងយូអ៊ីងនោះមានឈ្មោះថា Jasmine គេមានបងប្អូនស្រីម្នាក់ទៀតឈ្មោះថា Sony នាងទើបតែរៀនចប់ហើយពេលនេះនាងកំពុងតែដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកដែរ Sony នាងដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងហ៎ហើយចុះសំណុំរឿងរបស់អូនយូអ៊ីងនោះយ៉ាងម៉េចទៅហើយខាងប៉ូលីសមានវិធានការយ៉ាងណាបន្តទៀតទេបាទលោកខាងមន្ត្រីជំនាញគេរាយការណ៍មកថាអ្នកនាង Jasmine គឺគ្មានកំហុសនោះទេពេលនោះក៏នាងស្វឹងស្រារួចហើយដើរឆ្លងផ្លូវប៉ុន្តែអ្នកនាងយូអ៊ីងបើកឡានហួសល្បឿនកំណត់ទាំងមិនបានមើលភ្លើងក្រហមទើបបង្កឲ្យមានការវាក់អើគ្នាជាមួយអ្នកនាង Jasmine ទើបរេចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងស្លាប់តែម្ដងទៅបើសិនជាគ្មាននរណាម្នាក់អាចរកយុត្តិធម៌ឲ្យអ្នកស្លាប់បានទេចាំខ្ញុំជាអ្នករកយុត្តិធម៌ឲ្យមនុស្សដែលខ្ញុំស្រឡាញ់ដោយខ្លួនឯងទៅចុះលោកនិយាយនេះបានន័យថាម៉េចខ្ញុំមិនយល់ទេលោកមិនអីទេខ្ញុំអរគុណលោកខ្លាំងណាស់ពេលនេះខ្ញុំសូមលាលោកទៅវិញសិនហើយបាទអញ្ជើញតាមស្រួលណាមានបញ្ហាអីអាចតាក់ទងមកពួកខ្ញុំបានសួស្តីអ្នកនាងមានឈ្មោះតាសូនីដែលបានដាក់ពាក្យស្នើសុំធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំមែនទេចាលោកប្រធានគឺខ្ញុំនេះហើយដែលមានឈ្មោះថាសូនីនោះតាមពិតទៅខ្ញុំបានដាក់ CV យូរដែរហើយតែទើបតែឃើញខាងរដ្ឋបាលខលមកហៅឲ្យមកសម្ភាសជាមួយលោកប្រធាននៅថ្ងៃនេះទេ មិនអីទេណាដោយសារតែខ្ញុំរវល់ការងារមួយចំនួននិយាយអញ្ចឹងអ្នកនាងមានគ្រួសារហើយនៅហើយមានបងប្អូនប្រមាណអ្នកដែរតើពួកគេឈ្មោះអ្វីខ្លះអាចប្រាប់ខ្ញុំបានដែរទេនាងខ្ញុំនៅទំនេរទេរាល់ថ្ងៃនេះមានតែពីរអ្នកបងប្អូនតែប៉ុណ្ណឹងបងស្រីរបស់ខ្ញុំមានឈ្មោះថា Jasmine ពួកខ្ញុំគឺជាក្មេងកំព្រាឪពុកម្ដាយពួកគាត់ទាំងពីរបានលាចាកលោកទៅតាំងពីពួកខ្ញុំនៅក្មេងមកម្លេះស្ដាប់ទៅពិតជាគួរអាណិតណាស់ហើយបងរបស់អ្នកនាងធ្វើការអីដែរចាបង Jasmine គាត់រៀនមិនបានខ្ពង់ខ្ពស់នោះទេហេតុនេះហើយ
គាត់ធ្វើការងារជាអ្នកទទួលភ្ញៀវនៅហាងកាហ្វេឯកជនមួយកន្លែងនៅភ្នំពេញយើងនេះធ្វើតែបាត់តែខ្ញុំជាក្មេងកំព្រាក៏ពិតមែនតែបង Jasmine តែងតែនៅក្បែរនឹងមើលថែខ្ញុំនិងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំគ្រប់ពេលវេលាតាំងពីខ្ញុំនៅក្មេងមកម្ល៉េះ ខ្ញុំយល់ហើយបើអញ្ចឹងចាប់ពីថ្ងៃស្អែកនេះទៅអ្នកនាងអាចអញ្ជើញមកធ្វើការបានហើយណាហើយខ្ញុំសូមតែងតាំងអ្នកនាងជាលេខាផ្ទាល់ខ្លួនរបស់ប្អូនប្រុសខ្ញុំដែលជាអនុប្រធាននៃក្រុមហ៊ុនមួយនេះសម្រាប់ប្រាក់ខែដំបូងដែលខ្ញុំនឹងផ្ដល់ជូនទៅកាន់អ្នកនាងគឺមានចំនួន$700អ្នកនាងមានសំណូមពរអ្វីបន្ថែមដែរទេ ប៉ាត់មែននៃលោកប្រធានខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលលើបែបនេះព្រោះវាជាការងារដំបូងរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតខ្ញុំពិតជាអរគុណលោកណាស់លោកប្រធានដែលលោកប្រាំទទួលយកខ្ញុំ បាទមិនអីទេណាអ្នកនាងត្រៀមខ្លួនទទួលយកប័ណ្ណពិសោធន៍ការងារថ្មីផងពេលនេះអ្នកនាងអាចអញ្ជើញទៅរៀបចំខ្លួនសម្រាប់ការងារថ្មីបានហើយអរគុណបាទ បងស្រីនៅពេលនេះប្អូនបានសភាជាប់ហើយណាប្អូនម្នាក់នេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់បងសុំចូលរួមអបអរខាងណាសុននេះប្អូនចង់បានអីប្រាប់បងមិនណាចាំបងទិញឲ្យមិនអីទេបងប្អូនសុំត្រឹមតែឃើញបងមានសុខភាពល្អនិងឆាប់រកបានសង្សារថ្មីគឺគ្រប់គ្រាន់ហើយនិយាយអញ្ចឹង